ចូលទៅ server ចូលទៅ server ដែលយើងមានដែលខ្ញុំអត់អីគេ domain name របស់យើងអញ្ចឹងហ៎បាទកន្លែងនេះយើងអត់ធ្វើទេណាចាំផ្លេតកន្លែងហ្នឹងយើងអត់ត្រូវធ្វើទេណាកន្លែងហ្នឹងណាអូខេអ្នកទាំងអស់គ្នាចូលទៅក្នុង e-com របស់យើងមកបាទហើយ e-commerce អញ្ចឹងណាពេលចូលទៅក្នុងហ្នឹងយើងឃើញប្រភេទ business របស់យើងហើយណាឃើញ business របស់យើងអញ្ចឹងតើ business របស់យើងប្រភេទណាបាទតើ business របស់យើងប្រភេទណាអញ្ចឹងយើងទាំងអស់គ្នាក្រុមដែលមាន C2C 2ក្រុម C2B ក៏2ក្រុម B2C ក៏2ក្រុម C2B ក៏2ក្រុមដែរអញ្ចឹងសូមអ្នកទាំងអស់នេះប្រើមួយដូចគ្នាចោះនេះបាទយើងប្រើមួយដូចគ្នាណាបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែ copy ទាំងអស់ហ្នឹងយកទៅណា copy ទាំងអស់ហ្នឹងយកទៅដាក់នៅក្នុង user របស់យើងមកបងណាឡើយហ្នឹងបាទ copy យកដាក់ user របស់យើងនៅពេលដែល copy រួចហើយអ្នកទាំងអស់គ្នាមើលមាន file មួយឈ្មោះថា .env មានទេវា ls ឃើញ env ហ៎អូខេចាំតិចតោះ ls.la ឃើញទេនេះ file នេះអញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមចូលទៅក្នុង file ហ្នឹងមក vim.env បាទអ្នកទាំងអស់គ្នាមើលណាពេលយើងចូលទៅយើងមាន port របស់អ្នកទាំងអស់គ្នាកន្លែងនេះអ្នកទាំងអស់គ្នាដូរ domain name អ្នកទាំងអស់គ្នាតោះណាបាទហើយដូរ port អ្នកទាំងអស់គ្នាដែលខ្ញុំឲ្យតោះណានេះយើងបាទហើយ port នេះអ្នកទាំងអស់គ្នាអាចរើសដាក់ខ្លួនឯងបានដូចថាបើសិនជារបស់យើងប្រភេទ B2C យើងអាចដូរដាក់ port ប្រមាណដែលកុំឲ្យដូចគេបាទដូរដាក់ port មកកុំឲ្យដូចគេសាច់លើយើងណាយើងដាក់7 4ដើមនេះសាច់តែយើងទៅធ្វើម៉េចកុំឲ្យដូចគេហើយចុះមកដល់ក្រោមបើសិនជាប្រភេទរបស់យើងជា B2C កន្លែងនេះទាំងអស់ដូរ port ទាំងអស់ដែរដូរធ្វើម៉េច unique តោះនេះបាទដូរធ្វើម៉េចឲ្យ unique អ្នកទាំងអស់គ្នានៅពេលដែលយើងអ្នកទាំងអស់គ្នាធ្វើម៉េច unique អាចទៀងទាត់ចេះងាយទេឧទាហរណ៍យើងគ្រាន់តែសេថា docker ps grep បាទឧទាហរណ៍ថា7បាទយ៉ា sorry grep ដូច 0 stop មានសូអីហ៎អត់សូអីទេបានអ្នកទាំងអស់គ្នាអាចយក port នឹងប្រើបានហើយដល់តោះនេះបញ្ជាក់ម្ដងទៀតតើកាលណាដាក់ port ជន់គេហើយ run ក្រោយគេអត់ដើរទេ service យើងបាទអញ្ចឹងយើងអាចមុននឹងយកទៅដូរ port យើងអាចកែអញ្ចឹងបានអត់ទេបាទតោះណា
chẳng dân cho về nè chẳng nè thằng ngọc nè đồ ta nè đồ luôn ấy hai port ní là đồ màu cao mùi cao pi cao bấy bằng tá nó bây giờ dân đã port chẳng dân ai trả được port nào mới unique ưu thọ ta lớp nhom pra nhom trong pra về đi start thì mùi từ ưu thọ nè mà ưu thọ là nhom start cái dân check mơ này តាមមានណាប្រើមួយការ៉េចេះអត់បាទណាបើអត់មានទេអានឹងយើងចាប់ផ្ដើមឆាត1 1 1 2 1 1 3 1 4ទៅបាទណាបាទយើងកែកន្លែងហ្នឹងណាបាទអូខេយើងកែអស់មកទៅតាមហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើទៅតាមប្រភេទ business បើមិនមែនរបស់យើងបាច់ធ្វើទេមិន business របស់យើងណាបាទយើងរើសតែរបស់យើងថា បាទ B2C B2B C2C និង C2B មើលតែរបស់យើងបានហើយខ្ញុំដាក់កតុយឲ្យឃើញទេបាទយើងកែរបស់យើងអញ្ចឹងកែកន្លែងណាតោះតោះដល់កន្លែងណាអានេះជា public port ពួកអននេះជា private port អញ្ចឹង private port អ្នកទាំងអស់គ្នាដាក់ប៉ុន្មានក៏បានដែរខ្លួនឯងប៉ុន្តែដើម្បីកុំឲ្យជន់គេសូមអ្នកទាំងអស់គ្នា start ពី4លេខទៅកុំឲ្យជន់គេណាកាលណាដាក់2លេខបាននៅក្នុង server របស់យើងមាន port រួចរាល់ហើយអញ្ចឹងយើង start ពី4លេខទៅអញ្ចឹងគ្នាយើងទៅ8ក្រុមទេដាក់លេខមិនដែលជន់គ្នាទេណាបើសិនដាក់លេខជន់គ្នានឹងចាក់ឆ្នោតត្រូវហើយតោះណាបាទអូខេអញ្ចឹងដូរប៉ុណ្ណឹងដូរអានេះមួយ public port ដែលខ្ញុំឲ្យ domain name ដែលអ្នកនរនេះមានរួចហើយអានេះ port ក្នុង private ដូរឲ្យ unique មកហើយក្នុងមួយសំណុំ port ទាំងអស់នេះសូមធ្វើតែរបស់យើងបើហើយយើងដឹងតែ business របស់យើង business របស់យើងអីយើងបាន business ហ្នឹងទៅណាបាទរួចរាល់បកមកវិញមានអីទៀតVim បាទយើង run file នេះមួយទៀតតើមាន port អត់បាទនៅក្នុងហ្នឹងអត់មានទេណាបាទអត់មានទេដូចជាអ្នកទាំងអស់គ្នាដូរតែកន្លែងហ្នឹងមួយទេចប់សពគ្រប់អស់ហើយតោះនេះដូរតែកន្លែងហ្នឹងមួយចប់សពគ្រប់អស់ហើយនៅពេលដែលអ្នកទាំងអស់គ្នា run ពេលអ្នកដូររួចហើយណាពេលដូររួចរាល់អស់ហើយសូមធ្វើម៉េច download បច្ចេកអ្នកទាំងអស់គ្នាមកសំណុំហ្នឹងយកទៅទាំងអស់តែម្ដងទៅតុកពេលប្រឡងយើងខ្ចប់ source code ហ្នឹងជាមួយនឹង document របស់យើងហើយអ្វីដែលយើងធ្វើមួយទៀតគឺ record video ដើម្បី run service អញ្ចឹងណាអញ្ចឹងក្នុងការ run service អ្នកទាំងអស់គ្នាមើលអានេះវាមាន2 file start all service stop all service អញ្ចឹងនៅពេលដែលយើង run start យើង run ទៅសេមក best start sorry best start all ចឹងហ៎ពេលហ្នឹងវានឹង show service ខាងក្រោមហ្នឹងឃើញហ៎តើ service តើ business របស់យើងមួយណា service របស់យើងមួយណាឧទាហរណ៍ថាបើសិនជារបស់អ្នកទាំងអស់នេះ B2C ចឹងហ៎ចឹង B2C សូមអ្នកទាំងអស់នេះយកតែ B2C របស់យើងទៅបានហើយ B2C sorry យើងវាយលេខ1នេះវាឲ្យវាយលេខ1នេះណា B2C វាយលេខ1មកលេខ1ហើយយើងវាយលេខ6 dot បាទអញ្ចឹងវាចាប់ផ្ដើម start service ហ្នឹងហើយ yes បាទអញ្ចឹងវា start service របស់យើង B2C ទេឃើញអត់ចុះនេះយ៉ាធ្វើច្រឡំរបស់គេណារួចរាល់ធ្វើមិនតេស្តបានរួចរាល់ហើយរួចរាល់ហើយអ្នកទាំងអស់គ្នាចូលទៅមើលក្នុងនេះពេលហ្នឹងអ្នកទាំងអស់គ្នាចាប់ផ្ដើម record វីដេអូទៅណាយើងមាន file មួយឈ្មោះថា curl command នេះបាទយើងមើលអាហ្នឹងចូលទៅមើលក្នុងហ្នឹងទៅដូច្នេះអ្នកទាំងអស់គ្នាមើល
dương cho nam tha nè tầng ngõ nè cho nam tha B2C anh đi B2C chứ nghe bà chẳng B2C nè tầng ngõ nè ai cho ran dân ran do này ran summer ta sẽ bị dân đại ở anh đi nó không nó miên tràn nhưng mà trẻ tị miên B2C nhưng mơ tập bao dân bà này cho mặt trao là hô to là khơi tập bao dân nè kênh B2B ấy chẳng B2B mùi tiền chẳng chạp về đi lang là lớn cứ bao dân tầng họ bao B2C tầng họ đó nhé toán nó lại nắng bà lang là lớn chẳng dân chạp đam ran sạ mờ lấy dân mơ tập bao dân bàn hái nè dân ran cầm mặt đi máu dân copy nó vô tà ran sạ mờ bên này tầng ngõ này ran trắng ban đây tha anh ấy cứ port public port này tầng ngõ này để nhom oi bị nặng mùi bà sân cho này tầng ngõ này ran tha 80 zone này anh ấy cứ này tầng ngõ này to là trâu trong server nó mà ran chạy to nè là to nè to là trâu trong server nó mà ran chạy là ưu thọ nhom ran của phần này hai nhom login cho server một đoạn tiền dân cho tờ server mùi tiệt tới sẽ server bọc dân tại đại lắm á bà chẳng dân ai copy vô mà ran chẳng chị thấy mấy ok CV bọn này tầng ngõ này cứ B2C trên cái CV cứ bông đà hỏi đó đấy bà chẳng này tầng ngõ này ai đi copy tao cái lại năng bàn mà họ ran là nên mùi tiền mới bây giờ ran là cái năng lục ran là năng tí dân cho mà ran cào nè ôi đó anh ấy switch tẹt tôn cái này chẳng anh ấy cái hao tha switch tẹt tôn register user bạn này là bậc cao user chẳng không ca ran switch này là tầng ngọc này tự dối lắm nhé cái này vậy vì micro switch dân tờ ran via phía trang sắc xanh ta chỉ console bà dân ran vì web màu tê nè mà chân dương vô một phần năng máu và dân tờ ran sạc mở bà mới dân ran sạc mở đi tham ấy ok ớt bánh hà bị error cho của đời xa ta bị error men ta biết đo giờ phim là nghe cái này bị chênh và năng bắt đo giờ phim là nghe đo lẽ bạn này thay vì đo giờ phim là ngay bị error cho nè và chân này là ngọt này ai cho ăn việc bàn hay prap mót ha anh ấy chia sẻ về cái register user con nè toán này nè và chắc ai cho ăn giờ phim xây tiết ui tao khó nhưng răng service này mùi tiết và ok anh ấy có bánh hai đây nên là ngon này ai cho ăn ban thơm mấy oi ta service với chứ cứ việc đo service năng chẳng bây ra service này là ngon này tẹt tôn năng login có đa đây còn là dân login không user password đây biết đa đấy đa nè mà chẳng nên là ngon này ai sample pin màu là hot miềnประมาณ service năng sample mà ông mới dùng mà ran đấy anh ấy sẽ cái phục khen vì Google ấy chẳng từ nè và chẳng việc làm na ca thòm đá chẳng này là ngon ran tới anh đang cư sầm ra bị kế
សម្រាប់ login ជាមួយ Google ឬក៏ Facebook អីចឹងទៅបងនេះតោះនេះឡើយហ្នឹងបាទ recovery password នេះ reset password មានអីទៀតបាទ get session យកតារានទៀតមើលវាចេញមិនបាទអូខេ expire បាទអានេះ check អីគេរានអានេះមួយទៀតគឺតាក់ទង process payment យើងយកតារានទៅណារៀងៗខ្លួនបាទ payment ណាជោគជ័យហ៎បាទអញ្ចឹងវាចេញលទ្ធផលអញ្ចឹងបានservice អ្នកទាំងអស់គ្នាដែរហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាំមើលថា service របស់យើងអីគេតោះនេះទៅតាមហ្នឹងណាបាទមានប្រមាណអញ្ចឹងអ្នកទាំងអស់គ្នាអាចស្រង់យកតែ service របស់យើងទៅបានហើយប៉ុន្តែយើងសម្គាល់ថា service របស់យើងគឺអីគេពីលើមកខ្ញុំដាក់ឲ្យនេះ B2C ហើយចាប់ពីហ្នឹងរហូតចុះដល់ក្រោមគឺគេសិតតែ service របស់យើងទាំងអស់អញ្ចឹងយើងយកតារានមួយដើម្បី record ថាតើ service នីមួយហ្នឹងមួយណានេះចុះ port 81នេះបានមកពីណា port ហ្នឹងបានមកពីណាបាទអ្នកទាំងអស់គ្នាយកតារានដាក់81តាមខ្ញុំអញ្ចឹងដើរហ៎បាទយកតារានតាមខ្ញុំអត់ដើរទេគឺអ្នកទាំងអស់គ្នាត្រូវសំអាងមើលថាតើពីដំបូងឡើយអ្នកទាំងអស់គ្នាដាក់ port កន្លែងណាដែលដាក់ port អីគេគឺយើងចូលទៅមើល vim.env ចឹងហ៎នេះមិញ ខ្ញុំដាក់ B2C port 81ចឹងត្រូវហ៎ត្រូវប៉ុន្តែបើយើងដូរដាក់ port ផ្សេងពេលអ្នកទាំងអស់គ្នាយកតារានក៏ដូរ port តាមហ្នឹងដែរតោះនេះយកកន្លែងហ្នឹងហ៎តោះនេះបាទតន់អត់ហ្នឹងតាមតែប៉ុណ្្នឹងទេអញ្ចឹង copy យកតកាហើយរានសាក់មើលហើយយើងចង់ stop ទៅបាទអ្នកនរគ្នាមើលមិញខ្ញុំ stop ណាឥឡូវខ្ញុំ stop ខ្ញុំសេថា best stop អីគេ stop all service របស់យើងអីគេ B2C អញ្ចឹងហ៎អស់លេខ1បាទអញ្ចឹងខ្ញុំដាក់លេខ1ហើយ6ដនអញ្ចឹង yes មកអញ្ចឹងវា stop តែអីគេ stop តែ B2C ហ្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាពេលកែ port ចាំណាពេលយើងកំពុងកែ port ហើយវាកំពុង run វាអត់ដើរទេតើយើង stop ហើយ run វាម្ដងទៀតនៅពេលយើងកែ port ហើយវា start run បាទអញ្ចឹងយើងអាច start stop បានអញ្ចឹងការងាររបស់យើងធ្វើតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុង service មួយទៅតើ service មួយរបស់យើងមានអីខ្លះឧទាហរណ៍ B2B បាទអញ្ចឹង B2B វា run អីខ្លះនៅក្នុងហ្នឹងបាទនេះបាទនេះ service របស់យើងមានប៉ុណ្ណឹងអញ្ចឹងហ៎បាទហើយ service ទាំងអស់ហ្នឹងគឺមាននៅក្នុង file នេះរួចរាល់ហើយរបៀប run វាជាអីគេជា console អស់នេះបាទមើលមួយតាមហ្នឹងដូចថា multi user service អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង curl command នេះហើយមើលតែរបស់យើងបានហើយថា B2B របៀបនៃការ run service multi user service គេ run មិនអញ្ចឹងយើង copy curl យកមក run មកវាដំណើរការអត់បាទអញ្ចឹងការងាររបស់យើងគឺមានតែប៉ុណ្្នឹងទេមានប្រមាណ service run ឲ្យអស់មកដោយប្រៀបផ្ទឹមជាមួយនឹង curl command នេះអស់នេះតន់មកតន់ណាបាទចុងក្រោយនេះប្រហែលជាទៀមទីឲ្យយើងប្រើបាទនេះប្រើចំណេះដឹងឲ្យខ្លាំងតិចណាដើម្បីយល់វារ៉ាំឲ្យបានតោះសួរម្ដងអត់យល់មិនសួរឲ្យហើយចាអត់ទេនិយាយមករឿងគេផតសួរកន្លែងផតឡើយណាផតយើងមានតែមួយកន្លែងទៅដូរអត់មានកន្លែងណាផ្សេងទៀតទេណា
public port គឺខ្ញុំឲ្យបាទអញ្ចឹងយើងយក port ដែលខ្ញុំឲ្យដាក់អានឹង public port ហើយក្រៅពីហ្នឹង private port គឺយើងដាក់ខ្លួនឯងចោះតោះណាបាទដាច់អ៊ីនធឺណិតអូខេដាច់ចូលបញ្ជាក់ថាកន្លែងដូរ port គឺមានតែមួយកន្លែងគត់ណាមិនមានកន្លែងណាដូរទេដាច់អ៊ីនធឺណិតចាំតិចស្វាស្វែងរកអ៊ីនធឺណិតតិចអ៊ីនធឺណិតឲ្យតែបានជាប់បានតែត្រឹម20នាទីដល់សំណាង
internet បាទចាបាទ អូខេតោះដងទៀតបាទសុំតាមមួយនាទីទៅអ៊ីនធឺណិតអូខេមើលច្បាស់ហ្នឹងបញ្ជាក់ម្ដងទៀតណាយើងតែទាំងអស់គ្នារៀន network យើងគួរតែយល់អា public port ហើយ private port អញ្ចឹង e-com ហើយយើងចូលទៅក្នុង e-com ទៀតអញ្ចឹងអ្នកទាំងអស់គ្នាមើលណាយើងមានតែ file មួយគត់ដែលត្រូវកែគឺក្នុងនេះបងណាបាទយើងចូលទៅក្នុងហ្នឹងទៅ .env អានេះ port កន្លែង public port នេះ port ដែលខ្ញុំបានឲ្យហើយ domain name ដែលអ្នកទាំងអស់គ្នាប្រើប្រាស់ port ពីហ្នឹងទៅគឺអ្នកទាំងអស់គ្នាដាក់ port អីក៏បានអាស្រ័យទៅលើតាម business របស់យើងមួយមួយអញ្ចឹងហ៎អញ្ចឹងក៏ដាក់កុំឲ្យជន់គេណាអញ្ចឹង8801 8002 8003 8004នោះនេះហើយបើយើងថាអត់ទេអូខេយើងប្រើ port ហ្នឹងក៏បានដែរនោះនេះប្រើ port 8001ហ្នឹងក៏បានដែរ8002មិនបាច់ដូរអីទាំងអស់ប៉ុន្តែនៅពេលដែលយើង run សុំ stop start ខ្លួនឯងបានន័យថាយើងសេថា base stop បាទមុននឹង run ម្ដងទៀតណា stop សិននោះនេះអត់ stop ទេអត់ run ទេណាបាទពេលហ្នឹងវាឲ្យឥឡូវ business របស់យើងអីគេ C2B ត្រូវទេ C2B លេខប៉ុន្មានលេខ4វាយលេខ4មកហើយវាយលេខ6 done នោះនេះហើយវាយ yes ទៀតបញ្ចប់អញ្ចឹងបានន័យថាហ្នឹងគឺ stop របស់យើងហើយដល់ពេលយើង run វិញគឺអីគេ base start បាទ start switch របស់យើងលេខប៉ុន្មានមិញខ្ញុំតេស្តមិញលេខ4អញ្ចឹងហ៎វាយលេខ4មកហើយលេខ6 yes បាទអញ្ចឹងបានន័យថាហ្នឹង start អីគេ C2B លេខ4របស់យើងទេតោះនេះបាទអញ្ចឹងរៀងខ្លួនណាបើអត់ចំកែទេអាចប្រើ port default ក្នុងស្រាប់ចោះតោះអញ្ចឹងវាចាប់ផ្ដើម start ហើយដល់ពេលដែល start រួចហើយយើងចូលទៅមើលអីគេ curl command របស់យើងហើយអ្នកទាំងអស់គ្នាមើល C2B របស់យើងនៅណាបាទនេះគឺជា C2B អញ្ចឹងចាប់ពីនឹងរហូតមកដល់ចុះក្រោមនេះគឺអ្នកទាំងអស់គ្នាអាចប្រើ command អីគេបាទយើងអាចចុះមកប្រើ command អីគេអញ្ចឹងយើងអាចតេស្តមើលបាននេះ C2B port របស់យើងប៉ុណ្ណេះយើង run តែ curl ទេអត់មាន run អីក្រៅពីហ្នឹង run តែ command ទេហើយអ្នកទាំងអស់គ្នាតលតែ login ចូលទៅ server ណាអត់ login ចូលដល់ត្រូវទេ console ហ្នឹងកុំភ្លេចណាបាទហើយចាប់ផ្ដើម run វាបាទអញ្ចឹងទោះបីចេញលទ្ធផលអីក៏ដោយអ្នកទាំងអស់គ្នាខតវីដេអូមកថា service របស់យើងហ្នឹងគឺតាក់ទងនឹង profile អញ្ចឹងយើងនិយាយពី profile នោះនេះបាទអញ្ចឹងការងាររបស់យើងធ្វើតែប៉ុណ្្នឹងទេអញ្ចឹងអានេះលទ្ធផលវាចេញមកអញ្ចឹងបានន័យថាអាហ្នឹងគឺដល់ service អ្នកទាំងអស់គ្នាហើយបាទអូខេចប់វីដេអូនេះ